មនេះឆាប់ចប់វិលទៅរកសន្តិភាពខ្ញុំនឹងបានវិលត្រឡប់ទៅជួបជុំគ្រួសារសន្តិភាពមាតុភូមិទីនេះជាស្រុកខ្មែរជាទឹកដីកំណើតខ្ញុំយើងមិនចង់ឃើញសង្គ្រាមបង្ហូរឈាមនៅលើដីថ្ងៃនេះយើងជួបទឹកសង្ឃឹមថាសុខនៅថ្ងៃថ្មីយើងកើតមកជាកូនខ្មែរត្រូវថែរក្សាទឹកដីយើងសូមជាកម្លាំងចិត្តឲ្យមិត្តចម្បាំងទទួលជ័យសូមលេងកំភ្លើងលន់ផងអ្នកម្ដាយត្រហោយំគិតដល់ជាតិសាសនាយ៉ាងណាហើយជាតិសាខ្ញុំសូមរស់នៅដោយសន្តិភាពបងប្អូនគ្រួសារបានជួបជុំរកបំណងដែលខ្ញុំសងសូមឲ្យព្រះប្រទានខ្ញុំខ្មែរយើងប្រទេសដោយតែពួកយើងសាមគ្គីពេលដែលជួបបញ្ហាយើងនៅបែកគ្នាគ្រប់វិនាទីអរគុណទៅដល់វីរៈកងទ័ពដែលអ្នកប្រដាច់នឹងពលីយើងរួមកម្លាំងខ្មែរតែមួយដើម្បីសង្គមជាតិនេះទឹកដីអច្ឆរិយៈនិងវប្បធម៌កូនខ្មែរប្រុសស្រីថែរក្សាគ្រប់ចំនួនអ្នកមិនអាចមកបំភ្លៃអ្នកមិនអាចមកបំពន់ទឹកដីអច្ឆរិយៈគេដំណើរគ្រប់ចំនួនខ្ញុំជាមួយសំឡេងប្រជាជនកាន់តែជាតិខ្មែរវប្បធម៌និងសាសនាគេដំតាយើងអ្នកថែខ្ញុំមិនឲ្យឆ្លើយមកទៀមរស់សោយសុខនឹងឈាមខ្មែរយើងមានមេតបដល់សែនខ្លាំងអ្នកចម្បាំងដើម្បីខ្មែរចាប់ពីពេលនេះតទៅមិនឲ្យអ្នកណាគេមកបំពេញកូនម៉ែឈាមខ្មែរពេញចិត្តនឹងធ្វើទៅហ៊ានយើងមានគោលដៅដល់សែនធំបំពេញទៅដល់នឹងធនធានអរគុណដល់កូនខ្មែរដែលយើងរួបរวมជាចង្កោមធ្វើឲ្យគេទទួលស្គាល់ប្រទេសយើងនៅក្នុងចំណោមរឿងកម្ពុជាយើងឲ្យរឹងចេញពីគ្រឹះយើងពីក្រោមធ្វើឲ្យគេទទួលស្គាល់តែខ្មែរខ្លាំងនៅក្នុងចំណោមក្មេងត្រូវរៀនសោតចាប់ពីពេលនេះតទៅឲ្យឈប់ស្ទាវឲ្យឈប់រាវធ្វើជាងការកណ្ដាប់នៅទៅរៀនសោតឲ្យចេះដឹងមានចំណេះជារឿងត្រូវតែខ្លាំងដូចទៅហ៊ានមានកំភ្លើងកំចាត់ទៅត្រូវលើកដៃបន់ព្រះឲ្យសង្គ្រាមនេះឆាប់ចប់វិលទៅរកសន្តិភាពខ្ញុំនឹងបានវិលត្រឡប់ទៅជួបជុំគ្រួសារសន្តិភាពមាតុភូមិទីនេះជាស្រុកខ្មែរជាទឹកដីកំណើតខ្ញុំយើងមិនចង់ឃើញសង្គ្រាមបង្ហូរឈាមនៅលើដីថ្ងៃនេះយើងជួបទឹកសង្ឃឹមថាសុខនៅថ្ងៃថ្មីយើងកើតមកជាកូនខ្មែរត្រូវថែរក្សាទឹកដីយើងសូមជាកម្លាំងចិត្តឲ្យមិត្តចម្បាំងទទួលជ័យសូមលេងកំភ្លើងលន់ផងអ្នកម្ដាយត្រហោយំគិតដល់ជាតិសាសនាយ៉ាងណាហើយជាតិសាខ្ញុំសូមរស់នៅដោយសន្តិភាពបងប្អូនគ្រួសារបានជួបជុំរកបំណងដែលខ្ញុំសងសូមឲ្យព្រះប្រទានខ្ញុំ